កាលពីថ្ងៃទី22កុម្ភៈឆ្នាំ2026រុស្ស៊ីបានបាញ់មីស៊ីលនិងដ្រូនច្រើនស្ទើរតែ350គ្រាប់ទៅលើគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែនការវាយប្រហារនេះបានបំផ្លាញស្ថាបត្យកម្មថាមពលស្ថានីយភ្លើងនិងអគារស្នាក់នៅជាច្រើននៅទីក្រុងគៀវមានការបំផ្លាញធ្ងន់ធ្ងរដោយមានបុរសម្នាក់ស្លាប់និងមនុស្សជាង10រងរបួសរួមទាំងកុមារ4នាក់អ្នកសង្គ្រោះបានចូលទៅកាន់តំបន់ដែលអគារ2ជាន់ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ជិត10អង្សាសេប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសថារុស្ស៊ីកំពុងវិនិយោគក្នុងការវាយប្រហារជាងការទូតនិងគោលដៅសំខាន់គឺវិស័យថាមពលការវាយប្រហារដ៏ធំមួយនេះបានបង្កឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទូទាំងប្រទេសអ៊ុយក្រែនដល់សព្វព្រំដែនខាងលិចក្រសួងថាមពលអ៊ុយក្រែនបានប្រកាសថាប្រជាពលរដ្ឋនៅក្នុងតំបន់ខាងកើតនិងខាងអាគ្នេយ៍6ត្រូវបានកាត់ផ្តាច់អគ្គិសនីខណៈពេលដែលកងទ័ពរុស្ស៊ីអះអាងថាគោលដៅយោធាទាំងអស់ត្រូវបានវាយប្រហារដោយជោគជ័យអ៊ុយក្រែនបានចាត់ទុកថានេះជាការធ្វើភេរវកម្មការវាយប្រហារដោយមីស៊ីលបាល់ស្ទិកនិងមីស៊ីលឆ្លងទន្លេបានបន្ថែមភាពតានតឹងនិងបង្ហាញពីការបន្តវាយប្រហាររបស់រុស្ស៊ីមុនពេលគម្រប់ខួប4ឆ្នាំនៃការឈ្លានពាន